ជំរាបសួរបងប្អូនអង្គពូមីងឥឡូវហ្នឹងស្នើចូលស្តុកម្សិលមិញម្សិលមួយថ្ងៃនេះឯងបងប្អូនណាចាហើយបងប្អូនអាចធ្វើការកម្មងពីខាងនាងខ្ញុំបាននាងខ្ញុំផ្ញើជូន25ខែក្រង់ចាបងប្អូនត្រូវការជាប្រភេទស្នោតតែបងប្អូនច្រកខ្លួនឯងក៏បានបើបងប្អូនមិនមានពេលវេលាដើម្បីច្រកទេគឺបងប្អូនអាចកម្មងស្រេចបែបនេះណាអាចកំងស្រែកបែបនេះពីខាងនាងខ្ញុំចាក៏មានដូចគ្នាដែរបងប្អូនហើយបើសិនជាបងប្អូនយកប្រភេទជាស្នោលាតអញ្ចឹងបងប្អូនត្រូវតែកំងថងច្រកផ្សេងហើយនឹងកៅស៊ូផ្សេងនេះបងប្អូនណានេះគឺជា3ថងចាមួយថងគឺ10គីឡូចាអញ្ចឹងបើបងប្អូនអត់មានពេលទេបងប្អូនអាចកំងបែបនេះចាគឺនាងខ្ញុំគឺមានច្រកស្រេចអញ្ចឹងផ្ញើជូនទៅបងប្អូនដូចគ្នាបងប្អូនស្នោក្នុងមួយដុំនេះគឺចំនួន1គីឡូចាហើយចំនួនខាងក្នុងចា500ទៅ500ជាងបងប្អូនចំនួនខាងក្នុងណាចាហើយនៅខាងនេះគឺស្នោចាស់របស់នាងខ្ញុំទេចាបងប្អូនកុំឆ្ងល់ណាមិនមែនលក់ជូនបងប្អូនទេហើយបងប្អូនតែងសួរនាងខ្ញុំថាតើស្នោច្រកបានប៉ុន្មានដងចានេះគឺនាងខ្ញុំបកចេញម្ដងហើយណានេះគឺជាស្នោចាស់បើនាងខ្ញុំច្រកបានពី2ដងទៅ3ដងបងប្អូនចា2ដងទៅ3ដងណាទៅខូចហើយសារនេះមានម៉ួយគាត់កំងគាត់បកគាត់យកតែផ្លែទេគាត់អត់យកស្នោទេអញ្ចឹងនាងខ្ញុំក៏បកចាជូនគាត់អញ្ចឹងស្នោនេះគឺទុកច្រកខ្លួនឯងភាសាទៀតចាស្នោចូលស្តុកលើកនេះមិនច្រើនទេបងប្អូនកំងបានតែបន្តិចដែរទេតែបងប្អូនត្រូវការបងប្អូនអាចតាក់ទងមកនាងខ្ញុំលេខទូរស័ព្ទចំនួន2ខ្សែហើយក៏ជាលេខដែលមាន Telegram ស្រាប់ដូចគ្នាចាអរគុណជម្រាបលាបាយបាយ